សួស្តីឥឡូវនេះគឺយើងមកនិយាយពីក្នុងការផ្កាត់ discount នៅក្នុង website អញ្ចឹងបងគិតទៅចូលទៅក្នុងកន្លែង marketing នេះមកបន្ទាប់មកបងចូលទៅក្នុងកន្លែង discount schema នេះអញ្ចឹងមកចុច add discount អញ្ចឹងនៅពេលបង add discount បងនឹងឃើញមានពីរទី1 discount ទៅលើ product ទី2គឺ discount ទៅលើ free shipping អញ្ចឹងខ្ញុំសូមបញ្ចូលទៅលើ discount product ទី1បងពេញទៅលើឈ្មោះ discount របស់បងឧទាហរណ៍ដាក់ discount 50%បន្ទាប់មកកន្លែងនេះគឺកន្លែងដែលបងត្រូវការជ្រើសរើស product របស់បងដើម្បីដាក់ទៅកាន់ discount អញ្ចឹងខ្ញុំអាច select find product មកខ្ញុំជ្រើសរើស category ឬមួយក៏បងអាច filter តាម brand ក៏បានឬក៏បង search ឈ្មោះ product ក៏បានប៉ុន្តែខ្ញុំ search ទៅតាម category របស់បងទៅអញ្ចឹងខ្ញុំ select ទៅលើ category ទាំងអស់ហើយខ្ញុំចុច confirm មកនេះហើយបន្ទាប់មកគេពោលឲ្យនេះវិញតើបងចង់ discount ជាភាគរយឬសាជា amount ទេខ្ញុំ discount ជាភាគរយខ្ញុំ select ភាគរយបន្ទាប់មកនេះគឺនឹងប្រាប់បងថាបងចង់ discount ចំនួនទៅលើ product មួយឬមួយក៏បងចង់ discount ទៅលើ amount total ហ្មងអញ្ចឹងខ្ញុំ discount ទៅលើ product មួយអញ្ចឹងខ្ញុំដាក់ថា discount 50%ហ្នឹងក៏ដូចជាកន្លែងនេះបងចង់ដាក់ថាបើសិនជាភ្ញៀវរបស់បងទិញចាប់ពី1ដុល្លារទៅនឹងទទួលបាន discount ហ្នឹងឬមួយក៏គាត់ចំណាយលុយពីប្រមាណដុល្លារទៅទើបបាន discount មួយហ្នឹងអញ្ចឹងខ្ញុំ select លើ quantity តែខ្ញុំដាក់ថ្ងៃទៅលើ expire របស់ discount ហ្នឹងហើយខ្ញុំចុច submit អូខេអញ្ចឹងខ្ញុំនឹងបង្កើត discount ហ្នឹងបានមកហើយគឺ discount ខាងលើនេះខ្ញុំទៅមើលលេខមុខលើ website របស់ខ្ញុំសូមធ្វើការ refresh មួយសិនអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ refresh ហើយរួចខ្ញុំចូលមកក្នុងកន្លែងការបញ្ចុះតម្លៃនេះមកអញ្ចឹងខ្ញុំនឹងឃើញ discount ខ្ញុំបានដាក់មុនហ្នឹងគឺ 50% នេះហើយចំពោះ product ដែលនេះវានឹងដកតាមហ្នឹងអញ្ចឹងគេតម្លៃ 50% ទាំងអស់អញ្ចឹងនេះជារបៀបក្នុងការបង្កើតទៅលើ discount លើ product